បើសិនជាអ្នកទាំងអស់គ្នាមិនចង់មានកំហុសដោយអត់ដឹងខ្លួនដែលប្រទេសជាតិកំពុងតែមានបញ្ហានេះជាដំណឹងមួយដែលមកស្លូចែកជូនទៅកាន់អ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាបានយល់កុំឲ្យធ្វើខុសឆ្គងនៅអ្វីដែលគេហាមនៅក្នុងប្រទេសកម្ពុជាគេបានហាមឃាត់មិនឲ្យអ្នកទាំងអស់គ្នាដែលបានឃើញកងទ័ពឬក៏ចល័តទ័ពទៅដល់ទីណាក៏ដោយហាមមិនឲ្យថតជាដាច់ខាតមកស្លូឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាស្រាប់មួយបើសិនជាអ្នកទាំងអស់គ្នាថតហើយយកចែកចាយនៅលើបណ្ដាញសង្គម Facebook TikTok ឬក៏អ្វីផ្សេងក៏ដោយនោះគ្នាយើងកំពុងតែសាងកំហុសមួយដ៏ធំដែលអត់ដឹងខ្លួនឯងសោះពេលដែលអ្នកទាំងអស់គ្នាថតបានហើយយកមកផុសបណ្ដាលឲ្យសត្រូវឃើញកន្លែងទីតាំងដែលគេត្រូវការគេនឹងវាយប្រហារនៅកន្លែងនឹងភ្លាមអញ្ចឹងហើយមកស្លូសុំចិត្តអ្នកទាំងអស់គ្នាសូមមេត្តាកុំផុសកុំថតកុំចែកចាយនៅអ្វីដែលវិរៈកងទ័ពកំពុងតែធ្វើតែជាចុងក្រោយមកស្លូសុំជេរពួកអាគីបាញ់ដែលចង់បានមកយូចង់បានឡាចសៀច្រើននេះពេលដែលពួកវាកំពុងតែឃើញបងវិរៈកងទ័ពកំពុងតែចល័តទ័ពនឹងដឹកសភាវុធអីពួកអស់នឹងវាឃ្លានមកយូណាស់វាផុសក្នុង TikTok វាផុសក្នុង Facebook ទាំងដែលគេហាមហើយថាមិនឲ្យថតទេខ្ញុំដឹងថាអ្នកដែលថតបានហើយផុសនឹងគឺគាត់គិតនៅក្នុងចិត្តគាត់ថាចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញថាអូកងទ័ពយើងទៅហើយអូកងទ័ពយើងសភាវុធច្រើនណាស់អីចឹងទៅមកស្លូសុំបញ្ជាក់ហើយបញ្ជាក់ទៀតថាបើសិនជាឃើញនៅតាមដងផ្លូវឬកន្លែងណាក៏ដោយដែលមានបងកងទ័ពគាត់ធ្វើអ្វីក៏ដោយយើងកុំថតយល់ហើយនៅគ្នាយើងបើយល់ហើយខមមិននៅខាងក្រោមនឹងម្នាក់មួយមកឲ្យមកស្លូបានដឹងឲ្យអស់ពីចិត្តមកស្លូសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយមួយទៀតបើសិនជាអ្នកគ្នាលេង game Free Fire ចង់ដាក់ពេជ្រ game Free Fire ដែលរហ័សទាន់ចិត្តនឹងសុវត្ថិភាពណាកុំភ្លេចជាមួយនឹង website Chalisa តបអាប់គ្នាយើង